បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមកដើររើសកូនឡាននៅតាមវាលស្រែទីហើយពុកម៉ែបងប្អូនបាទតោះយើងដើររើសកូនឡានទាំងអស់គ្នាពុកម៉ែបងប្អូនបាទតោះយើងតែនអូវ៉ាវនេះយើងមិនតាន់ផុតពីមាត់ផងពុកម៉ែបងប្អូនបាទឃើញកូនឡានបាត់ទៅហើយពុកម៉ែបងប្អូនបាទអូវ៉ាវអូយើងអត់មានអីដាក់ទៀតពុកម៉ែបងប្អូនបាទតោះឥឡូវនេះយើងយកហើយយើងទុកមកដប់សិនពុកម៉ែបងប្អូនបាទចាំយើងយកដាក់តាមក្រោយបាទវ៉ាវអូស្អាតខ្លាំងមែនទែនពុកម៉ែបងប្អូនបាទហើយឡាមួយនេះអត់មានទ្រង់ខ្លួននោះទេពុកម៉ែបងប្អូនបាទមានតែឆ្អឹងនោះទេពុកម៉ែបងប្អូនបាទវ៉ាវនេះវ៉ាវអាត្មាវ៉ាវស្អាតខ្លាំងមែនទែនពុកម៉ែបងប្អូនបាទវ៉ាវអាត្មាវ៉ាវអានេះឡានបាញ់ទឹកពុកម៉ែបងប្អូនបាទពិតជាស្រស់ស្អាតខ្លាំងមែនទែនពឺក្រហមនឹងឆ្អិនឆ្អៅតែម្ដងពុកម៉ែបងប្អូនបាទអានេះឡានចដាពុកម៉ែបងប្អូនបាទឡានគេដាក់ចដាទៅឡើងកាប់ដើមឈើកាប់អីអញ្ចឹងណាពុកម៉ែបងប្អូនបាទវ៉ាវពិតជាស្រស់ស្អាតខ្លាំងមែនទែនបងម៉ែបងប្អូនបាទវ៉ាវសុទ្ធតែគូឡានស្អាតតែម្ដងពុកម៉ែបងប្អូនបាទវ៉ាវនេះអានេះឡានប៉ណ្ណាំងពុកម៉ែបងប្អូនបាទអានេះឡានបាញ់ទឹកពុកម៉ែបងប្អូនបាទវ៉ាវឥឡូវនេះយើងទុកមកដប់សិនចាំយើងដើររើសគូឡានអស់ហើយចាំយើងប្រមូលទៅផ្ទះពុកម៉ែបងប្អូនបាទវ៉ាវសុទ្ធតែគូឡានស្អាតតែម្ដងពុកម៉ែបងប្អូនបាទហើយនេះដែរSK ពុកម៉ែបងប្អូនបាទ SK ទៅកាប់ដីកាប់អីចឹងណាបាទវ៉ាវវ៉ាវស្អាតខ្លាំងមែនទែនពុកម៉ែបងប្អូនបាទហើយនេះយន្តហោះពុកម៉ែបងប្អូនបាទយន្តហោះពឺក្រហមហើយសម្បល់វាពិតជាលិចស្រស់ស្អាតខ្លាំងមែនទែនពុកម៉ែបងប្អូនបាទវ៉ាវស្អាតខ្លាំងមែនទែនឥឡូវនេះយើងទុកមកដប់សិនពុកម៉ែបងប្អូនបាទយើងទុកមកដប់សិនហើយចាំយើងយកកូនឡាននេះយកមកដាក់ទៀតពុកម៉ែបងប្អូនបាទវ៉ាវហើយនេះឡានក្រុងពឺក្រហមដឹកភ្ញៀវពុកម៉ែបងប្អូនបាទពិតជាស្រស់ស្អាតខ្លាំងមែនទែនតូចពេកមិនតែពឺពិតជាស្រស់ស្អាតខ្លាំងមែនទែនពុកម៉ែបងប្អូនបាទហានេះSK ពុកម៉ែបងប្អូនបាទប៉ុន្តែ SK ហ្នឹងដាច់ខ្លួនជា2បាត់ទៅហើយពុកម៉ែបងប្អូនបាទវ៉ាវអូ my god វ៉ាវតែមិនហើយអានេះដែរSK ពុកម៉ែបងប្អូនបាទ SK ហើយនឹងកូនឡានតូចចឹងណាបាទប៉ុន្តែ SK នេះSK ហ្នឹងនេះខ្លួនវាមិញហ៎ពុកម៉ែបងប្អូនបាទខ្លួនវាមិញហ្នឹងវាផ្គុំនឹងគ្នាប៉ុន្តែវាដាច់ចេញពីគ្នាបាត់ទៅហើយបាទនេះពុកម៉ែបងប្អូនបាទប៉ុន្តែដាច់នេះប៉ុន្តែមិនអីនោះទេនៅតែស្អាតដដែលពុកម៉ែបងប្អូនបាទហានេះកូនឡានតូចដឹកភ្ញៀវដើរលេងចឹងណាពុកម៉ែបងប្អូនបាទវ៉ាវពិតជាស្រស់ស្អាតខ្លាំងមែនទែនតែមិនវ៉ាវពិតជាស្រស់ស្អាតខ្លាំងមែនទែនពុកម៉ែបងប្អូនបាទអានេះដែរឡានពឺដឹកភ្ញៀវដែរពុកម៉ែបងប្អូនបាទហើយប៉ុន្តែវាពឺលឿងប៉ុន្តែវាពិតជាខ្ជូតស្រស់ស្អាតខ្លាំងមែនទែនពុកម៉ែបងប្អូនបាទហើយឥឡូវហ្នឹងយើងអស់កូនឡានហើយពុកម៉ែបងប្អូនបាទមិញហ្នឹងយើងដើររើសកូនឡានហ្នឹងបានប៉ុណ្នេះពុកម៉ែបងប្អូនបាទយើងដើររើសដល់និយាយមិនទាន់បានមួយនាទីស្រួលបួលផងពុកម៉ែបងប្អូនបាទក៏រើសបានកូនឡានមកដប់យ៉ាងធំយ៉ាងច្រើនខ្លាំងមែនទែនពុកម៉ែបងប្អូនបាទវ៉ាវនិយាយត្រឹមតែមួយផ្លេតនោះទេពុកម៉ែបងប្អូនបាទបាយជាកូនឡានហ្នឹងនៅចិត្តខ្លួននឹកស្មានមិនដល់ពុកម៉ែបងប្អូនបាទឥឡូវហ្នឹងខ្ញុំយកកូនឡានហ្នឹងទៅផ្ទះហើយពុកម៉ែបងប្អូនបាទបាយបងប្អូនទាំងអស់គ្នា